តិចច្រឡំថាផ្លែអសង្ខ័យអីទៅមែនទេណាថ្ងៃមុនខ្ញុំចេញវីដេអូមួយតាក់ទងជាមួយនឹងកាពីងរាជសលៃដែលខ្ញុំថតវីដេអូហ្នឹងដើមកាពីងរាជហ្នឹងសិតតែផ្កាប៉ុន្តែឥឡូវអាផ្កាទាំងអស់ហ្នឹងក្រោយពីភ្លៀងបាន2មេអីចឹងហើយវាក៏បង្កទៅជាក្តឹបអញ្ចឹងឥឡូវមកថតមួយសារទៀតឲ្យមើលតាក់ទងជាមួយនឹងដើមកាពីងរាជសលៃដដែលដើមដដែលតែខុសគ្នាគាត់ថាថ្ងៃមុនផ្កាហើយឥឡូវនេះគឺវាឡើងក្តឹបហើយអញ្ចឹងថ្ងៃមុនហ្នឹងស្លឹកឡើងពេញហើយផ្កាឡើងពេញប៉ុន្តែក្រោយភ្លៀង2មេមកគឺធ្វើឲ្យវាជ្រុះស្លឹកហើយផ្កាទាំងអស់ហ្នឹងក៏វាជ្រុះคล้ายទៅជាក្តឹបចេញជាផ្លែហើយអញ្ចឹងកុំឆ្ងល់អីនេះគឺជាផ្លែកាពីងរាជសលៃក្តឹបកាពីងរាជសលៃហើយសម្រាប់កាពីងរាជសលៃនេះខ្ញុំក៏បានធ្វើការនិយាយហើយដែរតាក់ទងជាមួយដើមកាពីងរាជសលៃគឺជាប្រភេទដើមឈើដែលវាមានតម្លៃថ្លៃគួរសមដែរជាមួយនឹងសាច់របស់វាហ្នឹងគឺច្រើនមែនតើហើយជាមួយនឹងដើមវាមិនជាធំអីប្រហែលទេប៉ុន្តែវាអាចផ្ដល់ផ្លែឲ្យយើងបានហើយបើសិនជាវាផ្លែជាប់វិញណាអ្នកទាំងអស់គ្នានិយាយពីឆ្ងើចមហាឆ្ងើចហ្មងសម្រាប់កាពីងរាជនេះអញ្ចឹងអ្នកទាំងអស់គ្នាដែលមានបំណងចង់បានដំណាំហូបផ្លែផ្សេងមិនថាដើមកាពីងរាជទេដើមឈើហូបផ្លែដែលមានគុណភាពល្អក៏ដូចជាសុខភាពល្អក៏ដូចជាពូជឆ្ងាញ់អាចតាក់ទងបានជាមួយនឹងសួននគររាជយើងមានទាំងនាំចូលមានទាំងនៅក្នុងស្រុកអរគុណសម្រាប់ការទស្សនាវីដេអូនេះ